បាទសូមជម្រាបសួរពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាបាទវិលមកជួបគ្នាជាបន្តទៀតបាទជាមួយនឹងព័ត៌មានថ្មីបាទពី Channel ខ្ញុំបានផងដែរបាទនេះគឺជាទស្សនវិជ្ជាបាទតកតងនឹងបាទភ្លៀងបាទខ្លាំងមែនទែនបងប្អូនណាបាទគឺភ្លៀងកាលពីព្រឹកនៅថ្ងៃទី10បាទខែឧសភា2025នេះគឺក្នុងទឹកដីបាទនៅក្នុងប៉ោយប៉ែតបាទបងប្អូនគឺស្ថិតនៅក្នុងតំបន់ក្រុងប៉ោយប៉ែតក៏ដូចជាស្ថិតនៅបាទផ្សារឡុងគឿបាទផ្សារឡុងគឿនៅបាទព្រំដែនបាទកម្ពុជាថៃបាទគឺមានការភ្លៀងខ្លាំងមែនទែនបងប្អូនស្ថិតនៅកាលពីព្រឹកថ្ងៃទី10ខែឧសភាកាលពីម្សិលមិញនេះបាទលិចរហូតដល់ឡានបាទលិចដល់បាទផ្ទះរបស់បងប្អូនប្រជាពលរដ្ឋឬក៏កន្លែងអាជីវកម្មផ្សាយហ្នឹងក៏ដូចជាបាទផ្លូវហូរកាត់បាទទាំងម៉ូតូទាំងបាទឡានក៏ដូចជាហូរបាទកាត់ទាំងបាទកង់អីហ្នឹងបាទហើយការធ្វើដំណើរផ្សេងបាទរបស់បងប្អូនប្រជាពលរដ្ឋហ្នឹងក៏មានការពិបាកធ្វើដំណើរផងដែរនេះគឺស្ថិតនៅកាលពីបាទម្សិលមិញហើយនៅក្នុងនោះនៅឯខេត្តស្វាយរៀងវិញបងប្អូនណាគឺបាទនៅខេត្តស្វាយរៀងវិញបាទក្រុងបាវិតខេត្តស្វាយរៀងក៏បាទច្រកព្រំដែនគេហៅថាច្រកព្រំដែនច្រកម្ទេសហ្នឹងបាទច្រកម្ទេសក៏មានការបាទភ្លៀងខ្យល់កន្ត្រាក់បាទធ្វើឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋនឹងគឺថាមានការបាក់រលំបាទមួយចំនួនផងដែរបាទហើយក្នុងនោះក៏មិនទាន់មានរាយការណ៍ថាតើប៉ះពាល់ផ្ទះបងប្អូនប្រជាពលរដ្ឋប្រមាណគ្រួសារសរុបទេហើយក៏ដូចជាបាទប៉ះពាល់ទៅដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋប្រមាណទេបាទប៉ុន្តែយោងទៅតាមយើងទស្សនាវីដេអូទៅគឺបាទកាលពីម្សិលមិញនេះគឺថាភ្លៀងខ្លាំងមែនទែនបងប្អូនគឺថានៅពេលព្រឹកចាប់ពីព្រឹកថ្ងៃទីបាទ10ឧសភាហ្នឹងគឺថាមេឃស្រទុំខ្មៅល្ងឹតហើយជាពិសេសគឺភ្លៀងនៅតំបន់ប៉ោយប៉ែតក្រុងប៉ោយប៉ែតហើយនឹងបាទនៅខាងបាទផ្សារឡុងគឿហើយនៅក្នុងនោះក៏ខេត្តមួយចំនួនក៏ភ្លៀងដែរបងប្អូនបាទខេត្តបាត់ដំបងខេត្តផ្សេងហ្នឹងក៏ភ្លៀងដែរម្សិលមិញបាទគឺភ្លៀងសឹងតែទូទៅតែម្ដងបាទហើយខេត្តបាទផ្សេងខេត្តខ្លះទៅក៏រលឹមទៅបាទខេត្តខ្លះក៏ភ្លៀងខ្លាំងទៅប៉ុន្តែភាគច្រើនគឺភ្លៀងបាទខ្លាំងមែនទែនហើយតំបន់ខ្លះក៏រងដោយសារតែខ្យល់កន្ត្រាក់ហើយតំបន់ខ្លះហ្នឹងក៏មិនសូវជាមានខ្យល់អីទេក៏ប៉ុន្តែបាទភ្លៀងខ្លាំងមែនទែនបាទដោយដែលក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងឲ្យគឺថានៅក្នុងឆ្នាំ2025នេះគឺបាទដើមខែវស្សាគឺមានភ្លៀងធ្លាក់ខ្លាំងមែនទែនបាទបងប្អូនគឺមានភ្លៀងធ្លាក់ខ្លាំងមែនទែននៅក្នុងខែវស្សានេះគឺបាទឆ្នាំ2025នេះគឺសម្បូរទឹកភ្លៀងមែនទែនបងប្អូនណាបាទក្រសួងបានប្រកាសឲ្យដែរថាតេតូននឹងឆ្នាំ2025នេះគឺទឹកភ្លៀងគឺច្រើនជាងកាលពីឆ្នាំមុនបាទកាលពីឆ្នាំទៅហើយតេតូននឹងខ្យល់កន្ត្រាក់ផ្គររន្ទះអីក៏បាទច្រើនបាទខ្លាំងមែនទែនបាទខ្លាំងជាងកាលពីឆ្នាំតមិញបាទអញ្ចឹងទេបងប្អូនជាបរិវត្តទាំងអស់មេត្តាបាទប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាបន្តទៀតនៅក្នុងឆ្នាំ2025នេះបាទ